បាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់វីដេអូថ្ងៃនេះនិយាយអំពីជីវិតប្តីប្រពន្ធឆ្នាំឆ្លូវនិងឆ្នាំមមីជីវិតប្តីប្រពន្ធផ្ដោតទៅលើការរស់នៅជាមួយគ្នាបានសេចក្តីសុខហើយចាប់ដៃគ្នារកស៊ីទៅមានឬក៏ក្រចុះបើឆ្នាំឆ្លូវនិងឆ្នាំមមីបានគ្នាជាប្តីប្រពន្ធវិញគឺល្អមធ្យមអ្នកទាំងពីររស់នៅជាមួយគ្នាច្រើនមានការឆ្លោះប្រកែកគ្នាជាញឹកញាប់បន្តិចចាប់ពីបានកូនមួយឬកូនពីរទៅបើត្រូវប្រត់គ្នាគឺបែកគ្នាមួយរយៈហើយក្រោយមកទៅជួបគ្នាវិញអ្នកឆ្នាំមមីធ្វើអ្វីច្រើនតាមក្រោយអ្នកឆ្នាំឆ្លូវចំពោះឆ្នាំឆ្លូវនិងឆ្នាំមមីគួរយកកូនប្រុសឬកូនស្រីល្អគឺអាស្រ័យទៅលើឆ្នាំទាំងពីរនោះថាតើវាមានធាតុញីធាតុឈ្មោលឬក៏ធាតុញីឈ្មោលហេតុអ្វីបានគេដឹងថាវាមានធាតុញីធាតុឈ្មោលឬក៏ធាតុញីឈ្មោលលុះត្រាគេយកថ្ងៃខែឆ្នាំកំណើតរបស់ឆ្នាំទាំងពីរនោះមកគណនាមើលឧទាហរណ៍បើឆ្នាំទាំងពីរមានធាតុញីស្រាប់តែអ្នកទាំងពីរបានកូនប្រុសមានន័យថាអ្នកទាំងពីររស់នៅជាមួយគ្នាមិនសូវចុះសម្រុងនឹងគ្នាទេតែបើបានកូនស្រីវិញអ្នកទាំងពីររស់នៅជាមួយគ្នាបានសេចក្តីសុខសប្បាយល្អណាស់ឧទាហរណ៍មួយទៀតបើឆ្នាំទាំងពីរហ្នឹងមានធាតុញីឈ្មោលមានន័យថាអ្នកទាំងពីរអាចយកកូនប្រុសក៏បានយកកូនស្រីក៏បានគឺសុទ្ធតែល្អទាំងអស់ហើយអ្នកទាំងពីររស់នៅជាមួយគ្នាបានសេចក្តីសុខសប្បាយទៀតផងចំពោះការចាប់ដៃគ្នារកស៊ីមានឬក៏ក្រគេមើលទៅលើផលកម្មពីកំណើត5យ៉ាងទី1សុខភាពទី2សំពាយបុណ្យនិងចំណេះជំនាញទី3ការទំនាក់ទំនងទី4សេចក្តីព្យាយាមនិងទី5លុយកាក់តែនៅក្នុងផលកម្មពីកំណើតទាំង5យ៉ាងហ្នឹងមាន3សំខាន់មានសុខភាពមានសំពាយបុណ្យនិងចំណេះជំនាញហើយនឹងមានការទំនាក់ទំនងសម្រាប់មនុស្សម្នាក់មានតាំងពីកំណើតមកម្លេះទី1មនុស្សម្នាក់បើសុខភាពសំពាយបុណ្យនិងចំណេះជំនាញហើយការទំនាក់ទំនងទាំង3ហ្នឹងល្អព្រមគ្នាហើយអ្នកនោះឯងនឹងក្លាយទៅជាអ្នកមានឬក៏បានធ្វើការធំនៅពេលក្រោយបើបច្ចុប្បន្នមិនតាន់មានទី2មនុស្សម្នាក់បើសុខភាពសំពាយបុណ្យនិងចំណេះជំនាញហើយការទំនាក់ទំនងនឹងទាំង3ហ្នឹងមាន2ល្អហើយ1មិនសូវល្អអ្នកនោះឯងទោះធ្វើការក្តីរកស៊ីក្តីគឺបានមធ្យមកម្រិតខ្ពស់ទី3មនុស្សម្នាក់បើសុខភាពសំពាយបុណ្យនិងចំណេះជំនាញហើយការទំនាក់ទំនងទាំង3ហ្នឹងមាន1ល្អហើយ2មិនសូវល្អអ្នកនោះឯងធ្វើការក្តីរកស៊ីក្តីគឺបានមធ្យមកម្រិតទាបសូមលើកឧទាហរណ៍មួយអ្នកឆ្នាំឆ្លូវកើតថ្ងៃប្រហោះខែវិច្ឆិកានិងអ្នកឆ្នាំមមីកើតថ្ងៃអង្គារខែសីហាតាមជើងលេខថ្ងៃខែឆ្នាំកំណើតរបស់អ្នកទាំងពីរគេឃើញថាទី1សុខភាពឆ្នាំឆ្លូវមានសុខភាពល្អតាំងពីក្មេងរហូតដល់ចាស់ហើយឆ្នាំមមីពីក្មេងមានសុខភាពល្អតែដល់ចាស់មានសុខភាពមិនសូវល្អទេទី2សំពាយបុណ្យឆ្នាំឆ្លូវបើរៀនបានច្រើនបើជាអ្នកធ្វើការនឹងបានធ្វើការធំបើជាអ្នករកស៊ីនឹងមានមុខរបរធំដុំនៅថ្ងៃក្រោយបើបច្ចុប្បន្នមិនតាន់មានចំពោះឆ្នាំមមីវិញធ្វើការក្តីរកស៊ីក្តីគឺបានមធ្យមទី3ទំនាក់ទំនងឆ្នាំឆ្លូវរស់នៅជាមួយគ្នាពូកែយកចិត្តដៃគូរីឯឆ្នាំមមីរស់នៅជាមួយគ្នាស៊ីផ្អែមនិយាយត្រូវស្ដាប់ហើយធ្វើតាមតែបើមិនត្រូវស្ដាប់ហើយមិនធ្វើតាមទេដូចនេះ
ឆ្នាំទាំងពីរនេះរស់នៅជាមួយគ្នាច្រើនអ្នកឆ្នាំឆ្លូវនិយាយលួងលោមអ្នកឆ្នាំមមីមុនពេលខឹងគ្នាម្ដងម្កាលទី4សេចក្តីព្យាយាមឆ្នាំឆ្លូវធ្វើការរៀងប្រកាន់ខ្លួនបន្តិចតែមានចិត្តអំណត់ខ្ពស់ចំពោះឆ្នាំមមីធ្វើការមិនសូវចេះប្រកាន់ខ្លួនទេតែមានចិត្តមានះទី5លុយកៈឆ្នាំទាំងពីរនេះជាមនុស្សចាយលុយរិះថាំបន្តិចសរុបមកវិញបើឆ្នាំទាំងពីរនេះបានគ្នាជាប្តីប្រពន្ធមានឬក៏ក្រអាស្រ័យទៅលើលោកអ្នកជាអ្នកគិតហើយនឹងដាក់បន្ទុកឲ្យទេហើយការលើកឡើងខាងលើនេះលុះត្រាគេយកថ្ងៃខែឆ្នាំកំណើតរបស់ឆ្នាំទាំងពីរទៅកណនារកមើលទៅដឹងសូមអរគុណ